ស្វាគមន៍សម្រាប់ការវិលមកជួបគ្នាជាថ្មីនៅវីដេអូវគ្គ2ស្ដីអំពីប្រតិភូបុគ្គលិកប្រចាំរោងចក្រសហគ្រាសដោយដែលបានទស្សនានៅវីដេអូវគ្គទី1រួចទៅហើយថ្ងៃនេះខ្ញុំនឹងលើកយក3ចំណុចសំខាន់អំពីប្រតិភូបុគ្គលិកនៅក្នុងរោងចក្រសហគ្រាសចំណុចទី1គឺរបៀបនៃការរៀបចំបោះឆ្នោតប្រតិភូបុគ្គលិកការរៀបចំបោះឆ្នោតប្រតិភូបុគ្គលិកបើយោងទៅតាមប្រកាសលេខ302ចុះថ្ងៃទី2ខែកក្កដាឆ្នាំ2018ត្រូវរៀបចំចែកចេញជា2គណៈគណៈទី1គឺជាការបោះឆ្នោតប្រតិភូបុគ្គលិកពេញសិទ្ធិនិងប្រតិភូបុគ្គលិកជំនួយដែលតំណាងឲ្យបងប្អូនកម្មករធម្មតាចំពោះគណៈទី2គឺជាការរៀបចំបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកពេញសិទ្ធិនិងប្រតិភូបុគ្គលិកជំនួយដែលតំណាងឲ្យនិយោជិតដែលមានចំនួនចាប់ពី8នាក់ឡើងទៅចំពោះបេក្ខជនចូលឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកនៅពេលដែលរោងចក្រសហគ្រាសមិនទាន់មានសហជីពបងប្អូនកម្មករនិយោជិតទាំងអស់មានសិទ្ធិពេញលេញអាចចូលឈ្មោះជាបេក្ខជនចូលឈ្មោះបានហើយក្នុងករណីដែលរោងចក្រសហគ្រាសមានសហជីពមួយឬក៏សហជីពច្រើនសហជីពទាំងនោះអាចជ្រើសតាំងបេក្ខជនចូលឈ្មោះសម្រាប់ការបោះឆ្នោតទៅតាមចំនួនអាសនៈនៅក្នុងគណៈបោះឆ្នោតនីមួយៗបានផងដែរការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកត្រូវធ្វើឡើងនៅក្នុងម៉ោងការងារនយោជកត្រូវរៀបចំប័ណ្ណប្រកាសអំពីនីតិវិធីនៃការបោះឆ្នោតក៏ដូចជាបញ្ជីឈ្មោះបេក្ខជនជូនកម្មករនិយោជិតឲ្យបានដឹងជាមុនក្នុងរយៈពេល3ថ្ងៃនៃថ្ងៃការងារនៅថ្ងៃបោះឆ្នោតគឺត្រូវរៀបចំឲ្យមានការឈប់សម្រាកក្នុងរយៈពេល2ម៉ោងសម្រាប់ឲ្យបងប្អូនកម្មករនិយោជិតធ្វើការពិចារណានៅបេក្ខជនណាមួយដែលពួកគេពេញចិត្តក្នុងប្រភេទការងារខ្លះដែលមិនអាចអខាននៅសកម្មភាពនៃផលិតកម្មបានការរៀបចំបោះឆ្នោតអាចធ្វើការឆ្លាស់វេនគ្នាបានផងដែរចំណុចទី2អំពីទូនីតិប្រតិភូបុគ្គលិកយោងតាមប្រកាស2នៃប្រកាស302ដដែលប្រតិភូបុគ្គលិកមានទូនីតិមួយចំនួនដូចជាការផ្ដល់នៅព័ត៌មានទៅប្រាប់នយោជកអំពីបណ្ដឹងតវ៉ាមិនសុខចិត្តនានាដែលកើតចេញអំពីការអនុវត្តនៅលក្ខខណ្ឌការងារនៅកន្លែងនៅក្នុងរោងចក្រសហគ្រាសហើយក៏ដូចជាការផ្ដល់នៅព័ត៌មានទៅប្រាប់អធិការការងារអំពីការអនុវត្តនៅបទបញ្ញត្តិច្បាប់ស្តីពីការងារនៅក្នុងរោងចក្រសហគ្រាសក៏ដូចជាការលើកនៅសំណូមពរដែលមានការលើកកម្ពស់នៅផលប្រយោជន៍ក៏ដូចជាការអនុវត្តនៅសិទ្ធិសេរីភាពនៅក្នុងរោងចក្រសហគ្រាសដើម្បីកែលម្អនៅលក្ខខណ្ឌការងារក៏ដូចជាបញ្ហាសុខភាពនិងសុវត្ថិភាពនៅកន្លែងការងាររបស់កម្មករនិយោជិតផងដែរចំណុចទី3អំពីសិទ្ធិនឹងការការពារពិសេសចំពោះប្រតិភូបុគ្គលិកប្រតិភូបុគ្គលិកមានសិទ្ធិពេញលេញតំណាងឲ្យកម្មករនិយោជិតទាំងអស់នៅក្នុងរោងចក្រសហគ្រាសប្រតិភូបុគ្គលិកមានសិទ្ធិទទួលបានការពិគ្រោះយោបល់ការពិភាក្សាដើម្បីលើកកម្ពស់ក៏ដូចជាការកែលម្អនៅលក្ខខណ្ឌការងារហើយប្រតិភូបុគ្គលិកក៏មានសិទ្ធិនៅក្នុងការចរចាអនុសញ្ញារួមនៅពេលដែលរោងចក្រសហគ្រាសនោះមិនទាន់មានសហជីពបានផងដែរចំណែកការការពារពិសេសរាល់ការបញ្ឈប់ប្រតិភូបុគ្គលិកពីការងារអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីអធិការការងារក្នុងករណីដែលប្រតិភូបុគ្គលិកណាម្នាក់ប្រព្រឹត្តកំហុសធ្ងន់នយោជកមានសិទ្ធិពេញលេញនៅក្នុងការព្យួរការងារជាបណ្ដោះអាសន្នហើយរងចាំការសម្រេចរបស់អធិការការងារចំពោះសេចក្តីពិស្ដារអំពីប្រតិភូបុគ្គលិកនៅក្នុងរោងចក្រសហគ្រាសសូមចូលទៅអាននៅក្នុងប្រកាស302ចុះថ្ងៃទី2ខែកក្កដាឆ្នាំ2018របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមអរគុណចំពោះការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅប្រធានបទថ្មីក្នុងពេលឆាប់ៗនេះសូមជូនពរលោកស្រីជួបតែសំណាងល្អជោគជ័យគ្រប់ភារកិច្ចជារៀងរហូតតទៅសូមអរគុណ